បាទជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការ download app ដើម្បីយកមក install ប្រើប្រាស់នៅក្នុង MacBook មុននឹងចូលដល់ការ download ខ្ញុំចង់បញ្ជាក់បន្តិចដែរនៅតែមានបងប្អូនជាច្រើនដែលគាត់នៅតែមានការយល់ច្រឡំថា MacBook ដូចជាមួយនឹង iPad ហើយដូចជាមួយនឹងទូរស័ព្ទអញ្ចឹងណាចង់ជំរាបថាអត់ដូចគ្នាទេoperation system iOS នៅក្នុងទូរស័ព្ទហើយនិង iPad app ជាច្រើនដែលមាននៅលើទូរស័ព្ទក៏មាននៅលើ iPad ដែរហើយ platform ដូចគ្នា download ចេញពី App Store ដូចគ្នាប្រើ touch version ដូចគ្នាប៉ុន្តែ app ដែលមាននៅលើ MacBook គឺជា desktop version អានឹងយើងនិយាយពាក្យបច្ចេកទេសណាជា desktop version ហើយមិនប្រកាសថា app ដែលមាននៅលើ iPad iPhone នឹងមាននៅលើ MacBook ទេអញ្ចឹងបងប្អូនឈប់ច្រឡំណាប៉ុន្តែបងប្អូនអាច search មើលដោយខ្លួនឯងតាមរយៈ Google ឬក៏នៅក្នុង App Store ផ្ទាល់របស់ MacBook បានអញ្ចឹងការ download app យកមកប្រើខ្ញុំចែកជា2ទី1 MacBook ក៏មាន App Store ដែរអញ្ចឹង App Store នេះគឺស្រដៀងមានការ design គឺសង្កត់ថា 100% ហើយទៅដូចជាមួយនឹង app ទូរស័ព្ទហើយនឹង app នៅលើ iPad ប៉ុន្តែ app ដែលនៅលើនេះគឺសម្រាប់ Mac only អញ្ចឹងណាអញ្ចឹង app ណាដែលបងប្អូនឃើញបងប្អូនអាចទាញយកដោយ free ប៉ុន្តែ app ភាគច្រើនសិតតែគិតលុយទាំងអស់ដូច Word Excel នេះយើងទាញបាន download free មែនប៉ុន្តែពេលដែលប្រើយើងត្រូវទាមទារ license ឬក៏ទាមទារ crack អីចឹងទៅដើម្បីប្រើបានអញ្ចឹងណាហើយ game មួយចំនួនក៏ free ប៉ុន្តែភាគច្រើនអត់ free ទេភាគច្រើនគិតលុយទាំងអស់ហើយ Telegram អីហ្នឹងយើងមិនបាច់និយាយទេអាហ្នឹងសិតតែជា app ដែលគេថា open source ហើយមួយទៀតអញ្ចឹងនៅក្នុង App Store ខ្ញុំមិនបាច់បញ្យល់ច្រើនទេព្រោះបងប្អូនគាត់ប្រើលើ iPad ហើយនិង iPhone ហ្នឹងគឺគាត់ស្គាល់ហើយរបៀប download អត់មានពិបាកទេគ្រាន់តែចុចចូលមកក្នុង Launchpad របស់យើងមកនឹងឃើញ app install នៅនេះហើយអញ្ចឹងណាឥឡូវខ្ញុំឧទាហរណ៍ខ្មោចថាអត់បានឧទាហរណ៍សោះឥឡូវឧទាហរណ៍ WhatsApp មួយអញ្ចឹងពេលដែលយើងចុច download វានឹង download មកដូច iPhone យើងអញ្ចឹងឃើញទេវាមានលក្ខណៈដូចគ្នាស្តៀងគ្នាប៉ុន្តែ app ប្រភេទ app អត់ដូចគ្នាទេអញ្ចឹងហើយមួយទៀតគឺយើង download តាមរយៈ web browser មានន័យថា download តាមរយៈ Google ណាអញ្ចឹងយើងអាចចូលទៅ Google របស់យើងចូល google.com ហើយយើងរក app ដែលយើងចង់ install ឧទាហរណ៍ថា Notion ឧទាហរណ៍ជា app ដែលបងប្អូនគាត់ជានិស្សិតគាត់ប្រើច្រើន app នេះឧទាហរណ៍ថា Notion អញ្ចឹងយើងពាក្យដាក់ពីក្រោយពាក្យ download អញ្ចឹងមកដាក់ Mac ចេះអញ្ចឹងចេញមកហើយ Notion desktop version ឃើញខ្ញុំតែងតែប្រើពាក្យថា desktop app ហ្នឹងគឺ desktop app គឺសម្រាប់ Mac ហើយនិង Windows ឃើញទេអញ្ចឹងចុចចូលមកហើយមាននេះ download ឃើញរូប Apple ហើយគេដាក់ថា download for Mac អញ្ចឹងយើងចុចមកគឺ download ជា file អញ្ចឹងអានេះដោយសារខ្ញុំប្រើកម្មវិធី download ណាតែជាទូទៅវាអាច load នៅនេះហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើង download ចប់ចាំ plate អ៊ីនធឺណិតខ្ញុំមានរៀងយឺតសុំទោសផងរៀងស្អកកវីដេអូខ្ញុំមួយរៀងវែងតិចដោយសារខ្ញុំអត់មានពេលកាត់អធិស្ឋានខ្ញុំអត់មានពេលកាត់វាទេអញ្ចឹងបើមានអារម្មណ៍ថារៀងធុញអីអធិស្ឋានផងណាអញ្ចឹងយើង open folder មកឬក៏យើងចូលទៅលើពាក្យ download មកអញ្ចឹងណាចូលក្នុង Finder មកចូល download មកយើងឃើញនេះជា file DMG កតុយនៅពីក្រោយអញ្ចឹងយើង open វា double click លើវាមកហើយនេះឃើញ application គេឲ្យចាប់ទាញអានេះយកមកដាក់ចូលអញ្ចឹងយើងបាន app Notion មួយហើយឃើញទេតិចទៅវា load មកឡើងនេះ
បើកមកនេះគឺជាការ download app ណានៅលើ MacBook ងាយអត់មានពិបាកទេហើយមួយទៀត app ខ្លះពេលដែលយើង download មកវាចេញទម្រង់បែបនេះជា file APK ចេះអញ្ចឹងយើងគ្រាន់តែបើកដូចគ្នាមក double click ដូចគ្នាមកហើយយើង install ចុច continue agree ហើយ install ណា install ហើយ file password យើងទៅយើងនឹងបាន app ដែលយើង download មក install ជោគជ័យហើយយើងបើកប្រើតាមរយៈ Launchpad នេះដូចគ្នាណាប៉ុណ្ណឹងគឺការ download app មានពីររបៀបហ្នឹងទី1យើងអាចខ្ញុំសង្ខេបឡើងវិញទី1យើងអាចចូលក្នុង App Store search មើល app ដែលយើងចង់រកហ្នឹងបើមានយើង download យកមកប្រើមកហើយបើសិនជាអត់ទេយើងចូលរកតាមរយៈ Google ដូចនេះណាខ្ញុំឧទាហរណ៍មិញហ្នឹងអញ្ចឹងអរគុណប៉ុណ្ណឹងខ្លីៗសង្ឃឹមថាជាវីដេអូជួយបងប្អូនស្រាយចម្ងល់ពាក់ព័ន្ធជាមួយនឹងការ download app នៅលើ MacBook អរគុណច្រើនខុសឆ្គងអធិស្ឋានផង